បើជ្រុលជាមកលេងដល់ខេត្តមណ្ឌលគិរីយើងនេះហើយគ្នាយើងកុំរំលងទឹកជ្រោះបូស្រាមកកន្លែងនេះគឺថាស្អាតមែនតើហ្មងអាចនិយាយបានថាជាទឹកធ្លាក់មកកន្លែងដែលធំហើយគឺស្អាតខ្លាំងហ្មងហើយជាលើកទី1សម្រាប់អ្នកគ្នាដែលមកដល់ទីកន្លែងដ៏ស្រស់ស្អាតមួយនេះហើយវីដេអូមួយនេះខ្ញុំមកដើរថតទេសភាពស្អាតនិងទីកន្លែងស្អាតចែកគ្នាយើងបានមើលនិងបានស្គាល់អញ្ចឹងបើមានកម្រងមកលេងខេត្តមណ្ឌលគិរីយើងអាចទៅទីតាំងទុកមើលបានអ្នកនរគ្នាជម្រាបសួរអ្នកនរគ្នាខ្ញុំ Florence អញ្ចឹងសម្រាប់ព្រឹកថ្ងៃទី2របស់ខ្ញុំនេះគឺខ្ញុំអង្គុយញ៉ាំកាហ្វេលេងហើយនឹងអានសភៅស្រូបយកបរិយាកាសនិងខ្យល់ធម្មជាតិល្អដែលនៅនឹងគេហៅថាផ្លូវអសរ F នឹងឯងអ្នកនរគ្នាហើយឥឡូវគឺគេមានអាប់ដេតលក់កាហ្វេលក់អីនៅលើហ្នឹងគឺថាតំណងនឹងស្រស់ស្រាយមែនតើពេលដែលយើងអង្គុយញ៉ាំកាហ្វេអានសភៅបែបហ្នឹងហើយភាគច្រើនឡើងមកដល់លើនេះហើយគឺអត់ដែលដើរមកជំនាញខាងស្ដាំដៃនេះទេអ្នកគ្នាកុំភ្លេចដើរមកខាងស្ដាំដៃនេះគឺថាថតរូបឃើញទេសភាពស្អាតមែនតើហ្មងចេញពីហ្នឹងតើឥឡូវយើងទៅមកកន្លែងទៀតដែលកន្លែងនេះអ្នកគ្នារត់តែស្អាតមែនតើហើយដែលនៅនេះគេហៅថា Sunset Camping Resort នេះគឺឡើងលើភ្នំខ្ពស់ខ្លាំងមែនតើហើយពេលឡើងទៅដល់លើគឺថាស្អាតខ្លាំងហ្មងទីតាំងមួយនេះគឺសម្រាប់គ្នាយើងដែលដើរលេងជួយចិត្តលក្ខណៈជា camping បោះតង់សប្បាយជុំគ្នាហើយពេលដែលយើងចង់ទៅគឺយើងអាចខលកក់កន្លែងគាត់បានហើយពិសេសមួយទៀតគឺយើងអាចជិះឡើងមកមើល sunset មើលថ្ងៃលិចនៅលើនឹងបានដល់ស្អាតពេញភ្នែកហ្មងអ្នកនរគ្នាចង់មិនគេដាក់ឈ្មោះកន្លែងហ្នឹងថាជា sunset camping ដែលជាកន្លែងទីតាំងមួយដែលយើងអាចមើលថ្ងៃលិចបានស្អាតហ្មងហើយឥឡូវនេះយើងមកដល់ទឹកជ្រោះប៊ូស្រាហើយដែលជិះពីក្រុងមកតែ40-50នាទីអីគឺដល់ហើយនេះសបត់ចូលតាមម្នាក់2000ទេហើយទឹកជ្រោះគេនៅខាងក្រោមវិញចឹងត្រូវដើរចុះក្រោមរហូតពេលហ្នឹងខ្ញុំដើរចុះក្រោមហើយចាប់ផ្ដើមលឺសលេងទឹកគឺរំភើបចង់ឃើញទឹកហ្មងអូអ្នកនរគ្នានៅនេះគឺកំពុងអាប់ដេតមានកន្លែងជិះម៉ូតូកង់4និងមានសួនសត្វហើយនឹងមានស្ពានកញ្ចក់ទៀតអូ my god អ្នកនរគ្នាទឹកធ្លាក់ស្អាតមែនតើហ្មងស្អាតខ្លាំងតែមិនឆ្ងល់ពណ៌ទឹកទេអ្នកនរគ្នាដោយសារខែភ្លៀងអញ្ចឹងពណ៌ទឹកបែបហ្នឹងហើយនៅហ្នឹងប៉ុន្តែយ៉ាងណាក៏ស្អាតដែរហើយខ្ញុំចូលចិត្តជាងគេគឺស្ពានយើងដើរឆ្លងកាត់នេះគឺថាលយមែនតើហ្មងអូខ្ញុំភ្លេចប្រាប់អ្នកនរគ្នានាឡិកាដែលខ្ញុំពាក់នៅដៃហ្នឹងអ្នកនរគ្នាប្រហែលជាចាប់អារម្មណ៍ច្រើនហើយនាឡិកា Coros Pass Pro មួយនេះមិនត្រឹមជានាឡិកាដែលយើងអាចពាក់មើលម៉ោងនិងជា lifestyle ទេប៉ុន្តែនាឡិកាមួយនេះគឺវាមានមុខងារតាមដាន energy នៅពេលដែលយើងដើរឡើងភ្នំចុះភ្នំនិងមានតាមដានចង្វាក់បេះដូងពេលដែលយើងលេងកីឡាមិនថាហាត់ប្រាណជិះកង់ឬក៏រត់ផ្សេងនិងមានពណ៌អុកស៊ីសែនក្នុងឈាមតាមដានការគេងតាមដានការ stress របស់យើងបានល្អនិងសុក្រិតមែនតើក្រៅពីមុខងារ professional ទៅលើការលេងកីឡាហើយអ្នកដែលធ្វើវីដេអូផ្សងព្រេងនៅព្រៃអីអ្នកដែលគាត់ត្រូវការនាឡិកាដែលមាន GPS ចំណាំផ្លូវនិងមើល map ដែលមានមុខងារ offline map ហើយយើងអាចប្រើប្រាស់ map ទៅលើថាមពលថ្មបានដោយមិនចាំបាច់មានអ៊ីនធឺណិតទេហើយចំណុចពិសេសរបស់នាឡិកាមួយនេះទៀតគឺមានទម្ងន់ស្រាលហើយកាន់ថ្មប្រើបានយូរមែនតើហ្មងកន្លែងមើលសម្រស់ទឹកធ្លាក់យើងវិញគឺថាបញ្ចេញសម្រស់ស្អាតមែនតើណៃបើកន្លែងនេះវិញគឺថាដើរគៀកទឹកហើយកម្លាំងខ្យល់ទឹកធ្លាក់មកគឺថាខ្យល់ខ្លាំងឡើងចង់ប៉ាវខ្ញុំហ្មងហើយសម្រាប់ហាងកាហ្វេទឹកខ្មៅនៅជាប់ទឹកជ្រោះបូស្រាយើងនេះគឺថាកំពុងតែតាក់ទាញភ្ញៀវទេសចរច្រើនហ្មងដោយសារមិនងាយរកហាងកាហ្វេណាដែលយើងអាចអង្គុយញ៉ាំកាហ្វេហើយនឹងអង្គុយគយគុណសម្រាប់ទឹកធ្លាក់ដ៏សែនសស្អាតបែបនេះអញ្ចឹងបានថាបើមកដល់ខេត្តមណ្ឌលគិរីយើងហើយអត់មកដល់កន្លែងនេះដឹងតែស្ដាយហើយសម្រាប់កន្លែងគេងនៅមណ្ឌលគិរីយើងវិញបើសិនជាអ្នកនរគ្នាពិបាកក្នុងការរកកន្លែងគេងណាដែលមានបន្ទប់ស្អាតហើយសំខាន់មានទេសភាពស្អាតជាមួយនឹងកន្លែងសមរម្យទៀតខ្ញុំណែនាំកន្លែងនេះមកកន្លែងសម្រាប់ resort មួយនេះគឺមានឈ្មោះថា Mount View ហើយពិតជាមាន view ឲ្យយើងមើលស្អាតពិតបែបហ្នឹងហ្មងមកគេនៅនេះក៏ខ្ញុំជាប់ចិត្តរឿង view ទេសភាពស្អាតហ្នឹងហ្មងគឺឃើញទេសភាពពេញផ្លែសំខាន់ឃើញអាប់ឃើញអីបែបហ្នឹងទៀតទៅគឺជាប់ចិត្តមែនតើហ្មងបាទនិយាយពីអាកាសធាតុនៅហ្នឹងវិញខ្ញុំឲ្យអូយហ្មងឡើងត្រជាក់ស្រួលខ្លួនមែនតើអ្នកនរគ្នាខ្ញុំឡើងចូលចិត្តហ្មងណានិយាយទៅដូចខ្ញុំនិយាយចង់អ្នកនរគ្នាមកឃើញនៅនេះហើយដល់តែទទួលបានអារម្មណ៍មួយដែលជាប់ចិត្តជាមួយនឹងបរិយាកាសនិងទេសភាពនៅហ្នឹងដូចខ្ញុំអញ្ចឹងហើយនេះយប់ឡើងអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ឲ្យមកញ៉ាំស៊ុបហើយនឹងសាច់អាំងក្តៅបែបនេះគឺជីវិតមានន័យហ្មងអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលតាមដានវីដេអូមួយនេះដល់ចប់ជម្រាបលាជួបគ្នាវីដេអូក្រោយទៀត